បាទអ្នកទាំងអស់គ្នាមានឆ្ងល់ទេតើជំនឿកៈមានឡើងនៅពេលណាហើយខ្មែរយើងមានជំនឿលើអីខ្លះតោះអ្នកទាំងអស់គ្នាឈប់ឆ្ងល់មកស្ដាប់ខ្ញុំរៀបរាប់ជំនឿរបស់ខ្មែរយើងដែលនៅគោរពដល់សប្តាហ៍ថ្ងៃចំនួន5ទី1ជំនឿកើតឡើងនៅពេលដែលមនុស្សភ័យខ្លាចចំពោះបាតុភូតធម្មជាតិនិងអសន្តិសុខឬគ្រោះថ្នាក់ចំពោះមុខជាយាថាហេតុមិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បានយល់ថាមានកម្លាំងក្រៅខ្លួនដែលអាចជួយនឹងទប់ទល់បានសន្មត់ឲ្យឈ្មោះកម្លាំងទាំងនោះដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាពនិងការឧបកិច្ចរបស់ពួកគេយល់ថាកម្លាំងទាំងនោះคล้ายជាទីពឹងជាទីរលឹកនឹងជួយពួកគេឲ្យបានសុខសប្បាយតាមរយៈការបន់ស្រន់និងពិធីសក្ការៈបូជាផ្សេងៗដែលបុព្វបុរសបានកំណត់ 2. ខ្មែរមានជំនឿជើងយ៉ាងដូចជាជឿលើជំនឿលើព្រលឹងបុព្វបុរសឪពុកម្ដាយដូនតាអារក្សអ្នកតាខ្មោចព្រាយបិសាចជំនឿលើដូនតាខ្មែរយើងជឿថាអ្នកតាមានកម្លាំងពូកែណាស់មានមហិទ្ធិឫទ្ធិអស្ចារ្យអ្នកតាគឺជាបុព្វជនជាមេគុនទ្រាយមេទ័ពខ្លាំងពូកែដែលបានស្លាប់ទៅក្នុងបុព្វហេតុជាតិមាតុភូមិជាដើមគេច្រើនសង់រោងឬខ្ទមសម្រាប់អ្នកតាដើម្បីបានគោរពបូជាដំបងខ្លះគេធ្វើពិធីឡើងអ្នកតា5ឆ្នាំយ៉ាងគក្រឹកគក្រែងដើម្បីសុំសេចក្តីសុខជំនឿលើព្រលឹងម្ដាយឪពុកម្ដាយមានគុណធ្ងន់លើកូនហើយចាត់ទុកគាត់ជាព្រះក្នុងផ្ទះក្រោយពេលឪពុកម្ដាយធ្វើមរណកាលទៅកូនចូលចិត្តយកធ្មិនឪពុកម្ដាយមកឆ្លាក់ជារូបព្រះដើម្បីឲ្យព្រលឹងរបស់គាត់តាមជួយថែរក្សាជំនឿលើព្រលឹងមេបាជំនឿចំពោះកំហុសឆ្គងលើព្រលឹងមេបានៅតែដក់ជាប់ក្នុងអារម្មណ៍ខ្មែររហូតមកដល់សពថ្ងៃនេះកំហុសមេបាមាន3គឺខុសមេបាចាស់ទុំដោយសារកូនចៅទាស់តែងគ្នារហូតដល់ឈប់និយាយរកគ្នាហើយធ្វើឲ្យការរស់នៅមិនមានសេចក្តីសុខខុសមេបាក្រមុំកំឡោះដោយសារក្រមុំកំឡោះបំពានលើសិលធម៌មេបាហ៊ានប្រព្រឹត្តលួចលាក់តាក់ទងរួមសង្វាស់ជាមួយគ្នាមិនឲ្យម្ដាយឪពុកដឹងឮបើមានហេតុការណ៍នេះកើតឡើងនោះទាស់តែរៀបចំពិធីសែនព្រេនទើបបានសេចក្តីសុខទាំងសងខាងបើពុំដូច្នោះទេព្រលឹងមេបាកាច់រហូតដល់ស្លាប់សាច់ញាតិណាមួយពុំខានឡើយខុសមេបាផ្កាប់មុខដោយសារតែមានអំពើផិតក្បត់រវាងប្តីប្រពន្ធធ្វើឲ្យប្រលឹងមេបាខឹងខ្លាំងដើម្បីសេចក្តីសុខចម្រើនសមាជិកក្រុមញាតិទាំង7ទីសន្តានត្រូវរួបរวมសាមគ្គីគ្នានិងធ្វើបុណ្យបញ្ជូនកុសលជូនលោកញាក់ទាំងនេះជំនឿលើប្រលឹងវង្សត្រកូលមាន2យ៉ាងគឺជំនឿលើល្បាក់សារខាងម្ដាយឬគ្រូអារក្សខាងម្ដាយជំនឿលើល្បាក់សារខាងឪពុកឬគ្រូអារក្សខាងឪពុកជំនឿលើបារមីខ្មែរយើងកាលណាទុក្ខលំបាកគេតែងតែទៅកាន់កន្លែងដែលគេជឿថាមានបារមីដើម្បីបន់ស្រន់ជួយរំដោះទុក្ខកាលណាបានសម្រេចហើយគេទៅលាកបំណន់ចំពោះបារមីនោះវិញដោយមានកង្វាយដោយដែលគេសន្យាថានឹងថ្វាយជូនជំនឿវត្ថុស័ក្តិសិទ្ធិចែកកាច់ខ្នាយតាន់នាងពូនសក់កណ្ដាញ់ជំនឿលើធម្មជាតិព្រះអគ្គីព្រះគង្គាព្រះពាយព្រះភិរុណជំនឿលើគ្រូទាយវេទមន្តអូមអាមអាគមស្ទោះភ្លុំជំនឿលើគ្រូបាធយាយបើគ្រូទាយថាអ្នកជំងឺត្រូវខ្មោចគ្រូបាធយាយប្រកាន់ធ្វើឲ្យឈឺគេត្រូវលៀងគ្រូឬអារក្សដោយឲ្យចំណីដើម្បីឲ្យដកពិសពចេញពីអ្នកជំងឺជំនឿលើប្រផ្នូលគម្រឹកសរីរាង្គញាក់ភ្នែកមាត់ជំនឿលើសត្វខ្មែរយើងក៏ដូចជាជនជាតិដទៃដែរជឿថាមានដំណើរខ្សែស្រឡាយពីដូនតាដែលជាសត្វកាលណាគេមានជំនឿលើសត្វណាមួយហើយពួកគេត្រូវគោរពបូជាព្រោះសត្វនោះផ្ដល់សេចក្តីសុខឲ្យគេឧទាហរណ៍តុកែដំរីក្អែកបូលជំនឿលើសត្វនាគឬពស់ខ្មែរយើងជឿថាសត្វនាគឬសត្វពស់ជាសត្វស័ក្តិសិទ្ធិព្រោះមានអំណាចខ្លាំងពូកែក្នុងលោកនៅតាមបង្កាន់ដៃស្ពានឬច្រកចូលប្រាសាទបុរាណគេតែងឆ្លាក់រូបនាគជានិមិត្តរូបជំនឿលើសត្វដំរីខ្មែរយើងជឿថាដំរីជាសត្វស័ក្តិសិទ្ធិមួយប្រភេទដែរ
ព្រោះវានាំមកនូវសេចក្តីសុខនិងជ័យជំនះក្នុងសមរភូមិនៅតំបន់ខ្លះក្នុងការសាងសង់ផ្ទះឬកាកសាងភូមិស្រុកគេតែងតែយកដំរីមកផ្សងដើម្បីរើតាំងបើដំរីឈប់កន្លែងណាគេជឿថាអ្នកតាម្ចាស់ទឹកម្ចាស់ដីយល់ព្រមឲ្យសាងសង់នៅទីនោះហើយជំនឿលើព្រះគោនន្ទិព្រះឥស្វរឬគោនន្ទិព្រះគោដម